ថ្ងៃហ្នឹងគឺមកធ្វើប្រហុកទៅដល់បងប្អូនដោយសារប្តីធ្វើការចង់ទៅចិញ្ច្រាំហើយយើងស្រាំដាក់កន្លទុកខុនហូបបាយកកប្រហុកដែរបងប្អូនហើយប្រហុកស្រាំទៅសាថ្ងៃនេះគឺច្រើនដាក់ប្រហុកហើយជាកន្លះគីឡូបងប្អូនហើយទៅស្រាប់ស្លាប់ស៊ីនដល់គ្នាបងប្អូនតិចទៀតទេចាំគេដាក់វិញប្រហុកចិញ្ច្រាំក្រសាំងជូរហឹលឆ្ងាញ់ណាស់បងប្អូនអើយយើងយកច្រាំដាក់កន្លអញ្ចឹងទុកពេលទៅធ្វើការអីខុនហូបបាយកកព្រឹកឡើងណាបងប្អូនគឺឆ្ងាញ់ណាស់ប្រហុកភាសាហ្នឹង